សម្លនេះវារៀងមកងាស់យូរបន្តិចប៉ុន្តែបើនិយាយពីសារៈប្រយោជន៍របស់វាច្រើនមែនតែនចាស្លចង់ស្តៀងចាប់ឆាយបងប្អូនដោយសារអីខ្ញុំលាយសាច់ជ្រូកតាំងពីឆ្អឹងជំនីហងជើងជ្រូកផងតាំងសាច់គោផងលាយចូលគ្នាដូចចាប់ឆាយហើយប៉ុន្តែដោយសារអីខ្ញុំថាស្លហ្នឹងវាមានប្រយោជន៍ច្រើនព្រោះមើមឈូកខែនេះដល់ខែសបោមើមឈូកមិនថាមើមឈូកមកពីចិនឬក៏មើមឈូកខ្មែរយើងបងប្អូនតើគាត់ថាមើមឈូកតម្លៃវារៀងតម្លៃបន្តិចសម្រាប់ខ្ញុំតែបើសម្រាប់បងប្អូនអាចថាវារៀងគួរសមអីចឹងព្រោះ1គីឡូ12000នឹងមើមឈូកខ្មែរយើងនៅក្នុងផ្សាររបស់ខ្ញុំខាងផ្សារខ្ញុំគេលក់ណាតែបើមើមឈូកមកពីចិនមកពីអីនោះដូចជា15000អញ្ចឹងសម្រាប់ខ្ញុំថាវារៀងថ្លៃហើយចាតែបើយកមកធ្វើម្ហូបចេះយើងយកមកងាស់វាជាមួយនឹងជើងជ្រូកជាមួយនឹងឆ្អឹងជំនីជ្រូកអញ្ចឹងឲ្យវាផុយតាំងពីជើងជ្រូកតាំងពីមើមជ្រូកហ្នឹងនិយាយពីវាឆ្ងាញ់ហើយវាផ្ដល់អាសារធាតុfiber ដោយសារអីមើមជ្រូកវាមានជាតិសរសៃច្រើនអញ្ចឹងអ្នកដែលត្រូវការអាហារបែបហ្នឹងគួរតែញ៉ាំមើមឈូកឲ្យបានច្រើនទៅអានឹងពីខ្ញុំទៅណាចាហើយគ្រឿងផ្សំយើងធ្វើរបៀបធ្វើគ្មានអីញ៉ៃញ៉ៃបងប្អូនហើយបើបានស្លនៅក្នុងឆ្នាំងចាក់ឆ្នាំងក្រាស់អញ្ចឹងណាជាទូទៅបើយើងស្លឆ្នាំងស្ដើងយើងត្រូវការមកងាស់រៀងយូរតែបើស្លឆ្នាំងចេះខ្ញុំគិតថាឆ្នាំងហ្នឹងវាផ្ដល់ប្រយោជន៍ឲ្យខ្ញុំច្រើនណាពេលខ្ញុំស្លដូចជាសាច់គោឬក៏អីអញ្ចឹងខ្ញុំវាត្រូវមកងាស់អញ្ចឹងខ្ញុំគ្របវាចិត្តអញ្ចឹងគ្របវាឲ្យចិត្តបើសិនជាយើងប្រើឆ្នាំងធម្មតាវាអាចមកងាស់ប្រហែលជា1ម៉ោងអីចឹងទៅតែបើឆ្នាំងនេះយើងគ្របឲ្យចិត្តទៅយើងមកងាស់វាពី30នាទីទៅ45នាទីអាចចំណេញ15នាទីដែរចាហើយបើសិនជាមកងាស់សាច់គោដុំធំដូចខ្ញុំចេះប្រើឆ្នាំងធម្មតាមិនងាយទេបងប្អូនចាតែបើបានឆ្នាំងចាក់របស់យើងអញ្ចឹងយើងគ្របវាឲ្យចិត្តទៅយើងដាក់ទឹកប៉ុណ្ណាដែលយើងគិតថាមកងាស់វាមកល្មមអញ្ចឹងណាអញ្ចឹងដាក់ទៅបងប្អូនកន្លះម៉ោងអីទៀតចាំយើងមកបើកវាមើលអូយដឹងតែផុយល្អណាស់ចាហើយមុខម្ហូបមួយប្រភេទអញ្ចេះយើងព្រិចជំរាបបងប្អូនថាពេលយើងស្លជាមួយនឹងសាច់គោពេលយើងចង់មកងាស់វាអីចឹងឬក៏ស្លវាបែបជាស៊ុបចឹងបាច់ប្រើដុំស៊ុបទេព្រោះសាច់គោវាមានជាតិរបស់វាមែនតើពេលដែលវាចេញជាតិរបស់វាមកគឺឆ្ងាញ់តែម្ដងចាអញ្ចឹងដុំស៊ុបឬក៏ដូចជាអីគេហៅប្រេងខ្យងចង់ភ្លេចចង់ភៅចង់ភ្លេចគ្រឿងទេសចាប្រេងខ្យងអីហ្នឹងយើងមិនបាច់ប្រើទេយើងពីមុខហ្នឹងអត់ប្រើវាគឺជួយឲ្យម្ហូបយើងកាន់តែឈ្ងុយវិញអាហ្នឹងយើងធ្វើជាមួយសាច់គោណាបងប្អូនចាហើយយើងប្រើខ្ទឹមបារាំងយើងលីងវាជាមួយសាច់គោហ្នឹងវាធ្វើឲ្យម្ហូបយើងផ្អែមហើយឈ្ងុយទៀតចាម្លីងកាត់ធំដូចខ្ញុំមិញហ្នឹងក៏បានឬក៏កាត់ទូម្លីងជាមួយខ្ទឹមសក៏បានដែរចាពីវិធីហ្នឹងមួយណាក៏បានដែរម្ហូបយើងកាន់តែផ្អែមយើងកាត់បន្ថយការប្រើស្ករហើយម្ហូបហ្នឹងហិតទៅឈ្ងុយឆ្ងាញ់ទៅទៀតចាឥឡូវខ្ញុំបងសពគ្រប់ហើយខ្ញុំចាក់ទឹកមកគ្រប់ល្មមដែលខ្ញុំគិតថាមកងាស់វាប្រហែលជាកន្លះម៉ោងចាអញ្ចឹងកន្លះម៉ោងហ្នឹងខ្ញុំអត់ធ្វើអីទាំងអស់ចារហូតតតែវាហ្នឹងផុយល្អចាហើយសាច់គោយើងនេះដល់ពេលសាច់គោជិតផុយចង់ចេញពណ៌កម្ៅចាឥឡូវរួចរាល់បងប្អូនចេញភាសាជាមួយខ្ញុំអរគុណសម្រាប់ការតាមដានទស្សនាជំរាបលាបាយ